អ្នកតាមដានការបោះឆ្នោតនៅនយោបាយលើកឡើងថាកម្ពុជាបានក្លាយទៅជាប្រទេសដែលមានប្រកលកាយមួយដឹកនាំបែបឯកបកបើទោះបីជាសភាជាតិអាណត្តិទី7មាន2គណៈបកនយោបាយក៏ដោយលោកហ៊ុនសែនមួយយ៉ាងច្បាស់លោកកឹមសុខប្រធានស្ថាប័នយុទ្ធសាស្ត្រនិងជាអ្នកនាំពាក្យនៃរដ្ឋាភិបាលនិរទេសដែលទើបតែបង្កើតឡើងដោយលោកសំរងស៊ីដែលគេឲ្យឈ្មោះថារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23មានប្រសាសន៍ថាគិតចាប់តាំងពីអតីតនាយករដ្ឋមន្ត្រីលហ៊ុនសែនបានរំលាយគណៈបកសង្គ្រោះជាតិតាំងពីឆ្នាំ2017មកត្រកូលហ៊ុនបានផ្ដោតផ្ដាល់អំណាចទាំងមូលរួមមានអំណាចតុលាការនីតិបញ្ញត្តិនិងអំណាចនីតិប្រតិបត្តិក្រោយពីគ្មានគណៈបកប្រឆាំងកម្ពុជាគ្រប់គ្រងដោយគ្រួសារមួយមិនមែនដោយគណៈបកមួយទេគឺគ្រួសារហ៊ុនកម្ពុជាបាត់បង់ទាំងស្រុងនៅមូលដ្ឋានប្រជាធិបតេយ្យពីព្រោះសូម្បីតែការបោះឆ្នោតគេបើកឲ្យអ្នកបោះក៏បានគេបិទគណៈបកនយោបាយណាក៏បានគេបើកឲ្យអ្នកនយោបាយណាក៏បានគេបិទអ្នកនយោបាយណាស្រេចតែគេលោកកឹមសុខថាអ្នកដែលមានមតិផ្ទុយឬគណៈបកប្រឆាំងត្រូវបានអាជ្ញាធររបបលោកហ៊ុនសែនចាប់ញាត់គុកឥតត្រាប្រណីនោះឡើយអ្នកដែលត្រូវបានក្រុមលោកហ៊ុនសែនចាប់ដាក់គុករួមមានសកម្មជនដីធ្លីសកម្មជនអង្គការមេដាធម្មជាតិសកម្មជននយោបាយមេដឹកនាំសហជីពនិងមេដឹកនាំគណៈបកនៅក្រៅរដ្ឋាភិបាលដូចជាលោកសុនចន្ទធីប្រធានគណៈបកកម្លាំងជាតិជាដើមការចាប់ខ្លួនមនុស្សទាំងនេះដាក់ពន្ធនាគារគ្មានគណៈបកណាមួយងើបតវ៉ាហើយក៏គ្មានអ្នកតំណាងរាស្ត្រណាម្នាក់ហ៊ានសម្ដែងមតិនៅក្នុងសភានិងនៅទីលានប្រជាធិបតេយ្យដោយកាលពីមុនទៀតនោះដែរក្រោយពីអវត្តមានគណៈបកប្រឆាំងដែលមានបរិវត្តបោះឆ្នោតគាំទ្រជាង3លាននាក់ធ្វើឲ្យរាស្ត្រម្ចាស់ឆ្នោតរងាគ្មានអ្នកតំណាងដោយសារតែតំណាងរាស្ត្រទាំង55រូបត្រូវជាប់បម្រើនយោបាយរយៈពេល5ឆ្នាំរីឯមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀតក្នុងជួរក្បាលម៉ាស៊ីនដឹកនាំរបស់បកប្រឆាំងក៏ជាប់បម្រើនេះដែរជាងនេះទៅទៀតតំណាងបរិវត្តនៅមូលដ្ឋាន507នាក់ដែលជាប់ជាក្រុមប្រឹក្សាឃុំសង្កាត់នៅជិត500ឃុំសង្កាត់ក៏បាត់បង់ឱកាសបម្រើរាស្ត្រម្ចាស់បញ្ហាអាជ្ញាធរថៃបណ្ដេញបរិវត្តចេញពីផ្ទះនៅខេត្តបន្ទាយមានជ័យកាលពីពេលថ្មីនេះជាដើមគ្មានតំណាងរាស្ត្រណាម្នាក់ក៏ហៅតំណាងរដ្ឋាភិបាលមកសួរនាំឬចុះទៅសួរសុខទុក្ខបរិវត្តដែលកំពុងតែជួបប្រទះបញ្ហាលំបាកទាំងនេះឡើយម្យ៉ាងវិញទៀតរាល់ការតវ៉ាការជួបប្រជុំការប្រមូលផ្ដុំគ្នាដើម្បីលើកពីកង្វល់ផ្សេងត្រូវរងការបង្ក្រាបពីអាជ្ញាធររដ្ឋនិងអ្នកខ្លះទៀតរងការចោទប្រកាន់ថាបង្កើតចលនាបដិវត្តពណ៌ឬចលនាឧទាមក្រៅច្បាប់ជាដើមអ្នកខ្លះទៀតរត់ភៀសខ្លួនទៅក្រៅប្រទេសដើម្បីគេចផុតពីការតានធ្វើទុកបុកម្នេញក្រៅពីគោលដៅបង្ក្រាបអ្នករិះគន់ឬគណៈបកប្រឆាំងនោះលោកហ៊ុនសែនក៏បង្ក្រាបអតីតកូនចៅរបស់ខ្លួនដែរឲ្យតែហ៊ានរិះគន់ពីការដឹកនាំរបស់ត្រកូលហ៊ុនជាស្ដែងអតីតឧត្តមសេនីយ៍យោធាផ្កាយមួយលោកលីដាវីតបានសរសេរសារលើ Facebook របស់ខ្លួនរិះគន់លោកហ៊ុនសែនថាធ្វើអ្វីៗដើម្បីការពារអំណាចនិងដឹកនាំកម្ពុជាទាំងល្ងងខ្លៅនោះត្រូវបានតុលាការចាប់ខ្លួនភ្លាមហើយណែឯងកុំប្រមាថត្រកូលហ៊ុនឲ្យសោះលោកហ៊ុនសែនធ្វើអ្វីៗគ្រប់បែបយ៉ាងទោះជាត្រូវកំទេចបកប្រឆាំងនិងបរិវត្តស្លូតត្រង់រួមទាំងមនុស្សនៅក្នុងជួរគណៈបករបស់ខ្លួនបែបនេះដើម្បីមហិច្ឆតារក្សាស្ថិរភាពអំណាចនិងផែនការផ្ទេរអំណាចតពូជជាក់ស្ដែងរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីបានរៀបចំការបោះឆ្នោតបែបឆ្ពិនភ្នែកដោយមានគណៈបកមួយចំនួនចូលរួមនៅឆ្នាំ2018លទ្ធផលនៃការបោះឆ្នោតនេះគ្មានគណៈបកណាមួយទទួលបានអាសនៈក្រៅពីគណៈបកប្រជាជនកម្ពុជារបស់លោកឡើយដោយការកាន់អំណាចផ្ដាច់មុខគ្មានគូប្រកួតនៅគ្រប់លំដាប់ថ្នាក់បែបនេះទាំងមន្ត្រីរដ្ឋាភិបាលទាំងសមាជិកសភាមិនសូវរវីរវល់យកចិត្តទុកដាក់នឹងប្រវត្តិឡើយគឺថាករណីនេះអ្នកតាមដានការបោះឆ្នោតនៃអង្គការ Confrel លោកកនសវាងមានប្រសាសន៍ថាអាណត្តិទី6ជាអាណត្តិដែលសមាជិកសភាអសកម្មមិនសូវបានធ្វើការបម្រើរាស្ត្រម្ចាស់ឆ្នោតរាល់ទុកកង្វល់របស់ពលរដ្ឋមិនត្រូវបានដោះស្រាយពិសេសរឿងដំណោះដីធ្លីនិងរឿងសិទ្ធិសម្ដែងមតិផ្សេងត្រូវបានរដ្ឋបတ်កាន់តែខ្លាំងយើងឃើញថាការនៅក្នុងសម័យអាណត្តិទី5ពេលដែលមានគណៈបកដែលអតីតគណៈបកដែលសង្គ្រោះនៅយើងឃើញមានការជជែកគ្នាច្រើនឃើញមានដំណើរនេះគឺសកម្មជាពិសេសនៅក្នុងការបង្កើតច្បាប់ក៏ដោយការចោះសួរសុខទុក្ខក៏ដោយការលើកបញ្ហាក៏ដោយយើងឃើញមានភាពសកម្មប៉ុន្តែនៅពេលដែលក្រោយមកអាណត្តិទី6វាអត់មានភាពសកម្មនឹងទេដោយសារតែវាមានតែគណៈបកឯកបកវាមានតែគណៈបកនយោបាយមួយដល់ពេលយើងមកពីអាណត្តិទី7នេះវាមានពីគណៈបកមែនប៉ុន្តែវាអត់គ្រប់ក្រុមនៅក្នុងការជជែកក្នុងសភាទេប្រជាពលរដ្ឋសកម្មជនគណៈបកប្រឆាំងរស់នៅក្នុងស្ថានភាពធុញថប់មកដល់ការរៀបចំការបោះឆ្នោតអាណត្តិថ្មីទៀតក្នុងឆ្នាំ2023គឺពលរដ្ឋនិងសកម្មជនគណៈបកប្រឆាំងហាក់បីដូចជាមានសង្ឃឹមវិញខ្លះដោយមើលឃើញគណៈបកដែលជាប្រលឹងរបស់លោកសំរងស៊ីប្រកាសចូលរួមការបោះឆ្នោតគឺគណៈបកភ្លឹងទៀនផ្ទុយទៅវិញក្តីសង្ឃឹមនេះត្រូវបានរលាយទៅវិញដោយសារតែអាជ្ញាធរនៅរបបលោកហ៊ុនសែនមិនអនុញ្ញាតឲ្យគណៈបកភ្លឹងទៀនចូលរួមការបោះឆ្នោតអាណត្តិទី7បានមិនយូរប៉ុន្មានលោកហ៊ុនសែនបានមើលឃើញពីផែនការផ្ទេរអំណាចកាន់តែច្បាស់និងលែងចូលប្រសាទៀតហើយវាមិនដែលម៉ែអាណាកាន់អំណាចឲ្យមិនពង្រឹងអំណាចទេលោកបានប្រកាសជាសាធារណៈនៅថ្ងៃទី26ខែកក្កដាឆ្នាំ2023ថាលោកនឹងចុះចេញពីតំណែងហើយកូនប្រុសច្បងរបស់លោកនឹងឡើងដឹកនាំប្រទេសបន្តពីលោកទេអញនិយាយត្រង់បាទកូននឹងវាមានសមត្ថភាពឲ្យធ្វើទេការប្រកាសនេះគឺធ្វើឡើងបន្ទាប់ពីការបោះឆ្នោតអាណត្តិទី7
ដល់គេបានរៀបចំឲ្យគណៈបកប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតភ្លុកទឹកភ្លុកដីជាថ្មីម្ដងទៀតដោយគ្មានដៃគូឬគណៈបកប្រឆាំងដ៏ធំជាងគេចូលរួមការប្រកួត ជូននេះសូម សភាជាតិបានបើកសម័យប្រជុំនៅថ្ងៃទី22សីហាឆ្នាំ2023ដើម្បីបោះឆ្នោតគាំទ្រលហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីដោយគ្មានការជំទាស់ពីសមាជិកសភាណាមួយឡើយបើទោះបីជាសភាអាណត្តិទី7នេះមានតំណាងរាស្ត្រមកពីគណៈបកហ៊ុនស៊ុនពេជ្រ5អាសនៈក្តីបើទោះបីជារដ្ឋសភាមានអំណាចត្រួតពិនិត្យសកម្មភាពរបស់រដ្ឋាភិបាលរហូតដល់អាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រីឬទម្លាក់អធិរដ្ឋាភិបាលបានក៏ដោយប៉ុន្តែសមាជិកសភាមិនត្រឹមតែមិនបានប្រើប្រាស់អំណាចរបស់ខ្លួនឲ្យសមតាមគន្លងប្រជាធិបតេយ្យដែលរដ្ឋធម្មនុញ្ញបានប្រគល់អំណាចឲ្យប៉ុណ្ណោះទេប៉ុន្តែថែមទាំងក្លាយជាស្ថាប័នចាំតែប្រថាប់ត្រាឬសម្រួលកិច្ចការជាប្រយោជន៍នយោបាយជូនដល់ឪពុកនិងកូនតែប៉ុណ្ណោះជាក់ស្ដែងដូចជាការធ្វើវិសោធនកម្មច្បាប់ស្តីពីការរៀបចំការបោះឆ្នោតច្បាប់ស្តីពីគណៈបកនយោបាយច្បាប់ដាក់ប្រទេសនៅក្នុងភាពអាសន្ននិងថ្មីនេះវិសោធនកម្មច្បាប់ដកសញ្ជាតិជាដើមការធ្វើវិសោធនកម្មនិងការធ្វើច្បាប់ទាំងនេះគ្មានសមាជិកសភារូបណាហ៊ានងើបជំទាស់ដោយដល់សមាជិកសភាមកពីគណៈបកសង្គ្រោះជាតិធ្លាប់ធ្វើកាលពីមុនទៀតនោះទេរបាយការណ៍អង្គការដំណាភៀបអន្តរជាតិរកឃើញថារដ្ឋសភាកម្ពុជាគ្មានអំណាចត្រួតពិនិត្យអ្វីទាំងអស់លើរដ្ឋាភិបាលក្រោយពីអវត្តមានគណៈបកប្រឆាំងហើយនាយករដ្ឋមន្ត្រីមកពីគណៈបកប្រជាជនកម្ពុជាមានឥទ្ធិពលកាន់តែខ្លាំងគណៈបកប្រឆាំងឬសម្លេងជំទាស់ការត្រួតពិនិត្យតាមដានរបស់សភាប្រកបដោយប្រសិទ្ធភាពលើការអនុវត្តរបស់រដ្ឋាភិបាលនិងស្ថាប័ននានារបស់រដ្ឋាភិបាលនោះបានធ្លាក់ចុះស្ទើរតែគ្មានសកម្មភាពបញ្ហានេះបានធ្វើឲ្យនាយករដ្ឋមន្ត្រីលហ៊ុនម៉ាណែតនិងលោកហ៊ុនសែនប្រធានប្រសិទ្ធិមានឥទ្ធិពលហួសប្រមាណច្បាមយកអំណាចផ្ដាច់មុខរបស់ត្រកូលហ៊ុនហើយច្រានចោលសម្លេងរិះគន់ទាំងឡាយរួមទាំងសម្លេងជំទាស់ដែលចេញមកពីផ្ទៃក្នុងគណៈបកប្រជាជនកម្ពុជាខ្លួនឯងថែមទៀតផងខ្ញុំបាទទីនសាការីយ៉ា